Hello everyone សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងសិក្សាបន្តទៀតពាក់ព័ន្ធជាមួយនឹង Microsoft Excel តោះអញ្ចឹងយើងទៅមើលមេរៀនទាំងអស់គ្នាថាថ្ងៃនេះយើងសិក្សាពីអីអូខេបន្ទាប់ពីយើងបានរៀននៅមេរៀន Excel មួយចំនួនតាមរយៈវីដេអូរបស់ខ្ញុំថ្ងៃនេះយើងនឹងមកដល់មេរៀនទី4ពាក់ព័ន្ធជាមួយនឹងរូបមន្តនិងអនុគមចឹងយើងមកអានមេរៀនយើងបន្តិចទៅដើម្បីយល់ដឹងខ្លះពីមេរៀនរបស់យើងគោលបំណងបន្ទាប់ពីបញ្ចប់មេរៀននេះអ្នកគួរតែអាចធ្វើបានអ្វីខ្លះគឺខាងក្រោមនេះដូចជាអាចពន្យល់ពីការប្រើប្រាស់អនុគមអាចប្រើប្រាស់អនុគមដែលមានលក្ខណៈស្មុគស្មាញបានប្រើប្រាស់អនុគមត្រូវតាមស្ថានភាពការងារជាក់ស្ដែងមានសមត្ថភាពស្រាវជ្រាវបន្ថែមនៅអនុគមដែលមានស្រាប់ការប្រើប្រាស់ rank name នៅក្នុងរូបមន្តនិយមន័យអនុគមគឺជារូបមន្តដែលកំណត់ទុកជាមុនដែលត្រូវបានគណនាដោយប្រើប្រាស់តម្លៃតាមលំដាប់លំដោយជាក់លាក់កម្មវិធីនិពន្ធឬក៏កម្មវិធី Excel ហ្នឹងបានបញ្ចូលអនុគមទូទៅមួយចំនួនដែលអាចឲ្យអ្នកប្រើប្រាស់បានយ៉ាងលឿនដូចជា min max sum average count counter count blank ក្នុងការប្រើប្រាស់អនុគមឲ្យបានត្រឹមត្រូវអ្នកត្រូវយល់ពីផ្នែកផ្សេងរបស់អនុគមនិងរបៀបបង្កើត parameter arguments ដើម្បីគណនាតម្លៃមូលដ្ឋានក្នុងការប្រើប្រាស់អនុគមគឺមានសញ្ញាស្មើនេះគឺមានសញ្ញាស្មើបន្ទាប់មកគឺឈ្មោះរបស់អនុគមឬ parameter មួយឬច្រើនអញ្ចឹងបន្ទាប់ពីយើងសរសេរសញ្ញាស្មើរួចយើងត្រូវដាក់រូបមន្តចូលហើយដើម្បីគណនាតម្លៃតោះយើងមកមើលរូបមន្តមូលដ្ឋានក្នុងការគណនាប្រមាណនាទីបូកអូខេនេះជាតារាងរបស់គេដែលគេបានប្រាប់យើងអញ្ចឹងយើងអាចសាកប្រើប្រាស់នៅកម្មវិធីរបស់យើងអូខេយើងបើកមកឥឡូវយើងចង់ធ្វើឲ្យបានដូចគេហ្មងគេតារាងតម្លៃរបស់គេអញ្ចឹងដើម្បីយើងមានតម្លៃមួយចំនួនជាមូលដ្ឋានគ្រឹះដែលយើងសិក្សាអូខេមានលេខ3លេខ5លេខ7លេខ9អញ្ចឹងសែននេះយើងចង់ឲ្យវាចេញតម្លៃថាសរុបប្រមាណអញ្ចឹងទៅអូខេឥឡូវយើងសេសរុបមួយសរុបអញ្ចឹងកន្លែងនេះសរុបប្រមាណអញ្ចឹងយើងចង់ឲ្យវាបូកលេខហ្នឹងអញ្ចឹងគេមានជាតម្រងទៅយើងបូកពីលេខ3លេខ5លេខ7ហ្នឹងមានអីគេ C2 C3 C4 ឈ្មោះនេះជាឈ្មោះហើយវាចាប់យកតម្លៃនេះដែលនៅក្នុងឈ្មោះ C2 ហ្នឹងមានតម្លៃ3អញ្ចឹងយើងអូនេះយើងខ្ញុំវាយ C ដែរតាអញ្ចឹងខ្ញុំបានវាយ C2 ទេឥឡូវយើងចង់ឲ្យវាដូចគេដែរមកឥឡូវខ្ញុំ copy អានេះដាក់ធ្វើ C2 នេះមក Ctrl V មកអូខេនេះលុបអូខេអញ្ចឹងយើងឈរនៅលើ cell ណាដែលខ្ញុំធ្លាប់បានបង្រៀនពីវីដេអូមុនមកគឺដើម្បីយើងដឹងថាឈ្មោះ cell នឹងនៅកន្លែងណានេះយើងមើលកន្លែងនេះគឺយើងនឹងដឹងថាអូអាហ្នឹងឈ្មោះ cell គេ D9 ដោយសារអីយើងឈរនៅលើ cell D9 នេះគឺ D ដែលជាជួរឈរនេះមកប្រសពគ្នាជាមួយនឹងជួរដេកលេខ9ឃើញអត់អញ្ចឹងវាប្រសពគ្នាកន្លែងហ្នឹងគេហៅឈ្មោះវាថា D9 អញ្ចឹងអានេះអីគេ C2 នេះឃើញគេដាក់អត់ C2 អញ្ចឹងយើងហៅឈ្មោះវាមកបូកដើម្បីបានរូបមន្តតាដើម្បីសរសេរអនុគមបានយើងត្រូវប្រើសញ្ញាអីគេនេះគឺជាមូលដ្ឋានគឺប្រើសញ្ញាស្មើអញ្ចឹងយើងដាក់សញ្ញាស្មើសិនអូខេខ្ញុំដូរ font មកជាអក្សរអង់គ្លេសសិនយើងដាក់សញ្ញាស្មើមកបន្ទាប់មកយើងសរសេរមកគឺអីគេ C2 បូកជាមួយនឹង C3 យើងសរសេរមកបូកជាមួយនឹង C4 បូកជាមួយនឹង C5 អត់មានបូកអីទៀតទេហ
ហើយយើង enter ឃើញលេខបាន24ដូចគេអូខេអញ្ចឹងអានេះគឺយើងវាយធម្មតាហ្មងវាយធម្មតាដែលយើងហៅឈ្មោះវាមកបូកតែម្ដងហើយចេញតម្លៃ24ត្រឹមត្រូវចុះគេប្រាប់យើងនេះមានរូបមន្តនេះសាំនេះដល់យើងទៅសេសាំ cell ឈ្មោះ cell មកចុច2ហើយមាន cell ទី n ទីចុងក្រោយគេមានថាទីចុងក្រោយគេអញ្ចឹងឥឡូវយើង copy លេខរៀងនេះមក copy ចំនួនលេខយើងដាក់ខាងនេះមួយឲ្យដូចគេដែរមកតោះមកដើម្បីប្រើនឹងគុំបានឬគេយើងនិយាយធម្មតាទៅគឺរូបមន្តហ្នឹងយើងត្រូវផ្ដើមដោយសញ្ញាស្មើសិនត្រូវតែចាំគឺដើម្បីទៅសេអនុគមបានទៅសេរូបមន្តបានយើងត្រូវផ្ដើមដោយសញ្ញាស្មើសិនតមកទៀតយើងប្រើនៅរូបមន្តមួយគឺសាំហើយមានសញ្ញាវងកញ្ចក់អូខេយើងបើកវងកញ្ចក់មួយយើងបើកវងកញ្ចក់មួយឃើញវា load រូបមន្តមកឲ្យយើងមានអីគេ number ទី1 number ទី2ក្បៀសរហូតឃើញអត់អញ្ចឹងយើងអាចយកអានេះមកអូខេហើយចុចអានេះទៀតមកចាំ plate control Z ស្មើសាំ ហើយយើងបើកវងកញ្ចក់មួយហើយយើងចាប់ដើម select យកឃើញទេ select យកចេះមកនឹងឃើញដូចគេហើយយើងបិទវងកញ្ចក់វិញកាលណាដែលយើងអត់បិទវងកញ្ចក់នឹង error ហើយអញ្ចឹងយើងត្រូវតែបិទវងកញ្ចក់ហើយយើងចុច enter មក24ដូចគ្នាឃើញពីរហ្នឹងខុសគ្នាអត់អញ្ចឹងយើងមកមើលកន្លែងតារាងរូបមន្តរបស់យើងនេះកន្លែងអានេះគឺកន្លែងបង្ហាញរូបមន្តឥឡូវយើងចុចលើកន្លែងតម្លៃនេះមកឃើញទេអានេះគឺយើងទៅសេធម្មតាអានេះគឺយើងទៅសេដោយប្រើរូបមន្តសាំឃើញទេអូខេឥឡូវយើងអាចយល់បានមួយចំនួនហើយអញ្ចឹងអានេះជាធម្មតាគេអត់ប្រើវាទេប្រើវាទៅសេមួយយូរយើងប្រើរូបមន្តស្មើសាំហើយអស់ rank វាមកគឺអូខេបាត់ហើយអញ្ចឹងពាក់ព័ន្ធមួយវិធីបូកយើងអាចយល់បានហើយយើងមកមើលវិធីដកអញ្ចឹងអានេះដូចតែគ្នាទេអ្នកទាំងអស់គ្នាអាចមើលហើយយកអនុវត្តរៀងខ្លួនទៅវិធីគុណក៏ដូចគ្នាដែរនេះឃើញទេគេយកមកដូចគ្នាមកទៀតវិធីចែកឃើញទេអញ្ចឹងក៏គេដូចគ្នាដែរនេះគឺរូបមន្តមួយទៀតគឺមជ្ឈមភាគ average អញ្ចឹងដើម្បីដឹងថាមជ្ឈមភាគប្រមាណអញ្ចឹងគឺយកវា select ចូលគ្នាមកនេះយើងគ្រាន់តែស្មើដាក់ពាក្យថា average តមកយើងវងកញ្ចក់ហើយយើងយកតម្លៃដែលតន័យរបស់យើងហ្នឹង select លើវាទាំងអស់មកបិទវងកញ្ចក់ទៅវានឹងចេញជាមជ្ឈមមកឲ្យយើងឲ្យថាជាមជ្ឈមគឺបាន 3000 ឃើញទេនឹងអ្នកឃើញថាលទ្ធផលនៃមជ្ឈមភាគគឺ 3000 រូបមន្ត max គឺ maximum រូបមន្ត max ប្រើដើម្បីធ្វើការរកចំនួនដែលធំបំផុតអញ្ចឹងអ្នកទាំងអស់គ្នាឧបមាថាឥឡូវនេះអញ្ចឹងខ្ញុំទៅសេឲ្យមកទៅសេពីរូបមន្ត average មួយសិនអញ្ចឹងឥឡូវយើងទៅសេមកនេះកន្លែងនេះគឺដើម្បីដាក់អនុគមបានគឺត្រូវមានតម្លៃសញ្ញាស្មើបន្ទាប់មកយើងប្រើ average នោះវានឹង load ឲ្យហើយคลิกវាមកក៏បានដែរវាបើកវងកញ្ចក់ឲ្យយើងហើយអញ្ចឹងយើងចង់ដឹងតម្លៃដែលយើងបានសរសេរនេះជា average តម្លៃប្រមាណអញ្ចឹងយើងបិទមកវិញហើយ enter អូខេតម្លៃជា average របស់វាគឺ6ជាមជ្ឈមភាគតមកទៀតយើងរកអាណាធំជាងគេឥឡូវយើងចង់ដឹងថាតើកន្លែងតើតម្លៃពី3រហូតដល់9ហ្នឹងតម្លៃណាធំជាងគេជាធម្មតាលេខប្រហែលតួលេខហ្នឹងយើងមើលយើងឃើញហើយប៉ុន្តែបើធ្វើការនៅក្នុងក្រុមហ៊ុនមួយដែលមានតន័យច្រើនអីចឹងទៅអញ្ចឹងយើងនឹងប្រកាសជា select យកតន័យជាច្រើនហ្នឹងមកហើយចឹងរបៀបប្រើស្មើ maximum នឹងមកបើវងកញ្ចក់ហើយយើងច្រោះយកតន័យមកបិទវងកញ្ចក់មក enter គឺលេខ9ធំជាងគេមាន maximum មាន minimum នេះឃើញទេតម្លៃគឺ 1000 ដែលតូចជាងគេមាន rank
អូខេនេះចាប់ធំនេះហើយអញ្ចឹងអនុគមស្ថិតិអនុគមរែងជាអនុគមមួយសម្រាប់កណនីរកចំណាត់ថ្នាក់ទៅតម្លៃលេខ number ជាតម្លៃលេខដែលស្ថិតនៅក្នុងតំបន់ណាមួយមានថានេះលេខនេះជាតម្លៃលេខនៅក្នុងតំបន់ណាតំបន់ C3 ឃើញទេនេះក្នុងតំបន់ C3 នេះជាឈ្មោះសម្រាប់យើងហៅមកដើម្បីកណនីតម្លៃនៅក្នុងហ្នឹងតម្លៃវាមាន5នេះ refer គឺជាតំបន់ដែលផ្ទុកតម្លៃលេខអូខេអញ្ចឹងថ្ងៃហ្នឹងយើងអាចយល់ពីអនុគមត្រួសហើយវីដេអូប៉ុណ្ណឹងវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេសង្ឃឹមអ្នកទាំងអស់គ្នានឹងយល់ហើយនឹងអនុវត្តដើម្បីទៅដល់រូបមន្តកាន់តែស៊ីជម្រៅទៅទៀតអញ្ចឹងខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាកុំភ្លេច like subscribe follow Facebook page ខ្ញុំផងហើយ share ផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការធ្វើវីដេអូថែមទៀតជួបគ្នានៅវីដេអូក្រោយជាមួយនឹងរូបមន្តថ្មីទៀតអរគុណអ្នកទាំងអស់គ្នា